នៅក្នុងនេតិចុងក្រោយនេះប្រិមិត្តបានឃើញហើយព័ត៌មានគឺប្រទេសអាល្លឺម៉ង់បានចង់ស្នើចូលខ្លួនដើម្បីធ្វើការសម្របសម្រួលឬក៏ដោះស្រាយអំពីបញ្ហាជម្លោះដែលថៃឈ្លានពានទឹកដីកម្ពុជាយើងនេះគឺមានសំណួរជាច្រើនចោទនៅក្នុងគណៈពេលដែលប្រទេសថៃកាន់តែក៏ឃ្លឿនឡើងគឺប្រកាសដោយចំហតែម្ដងថាខ្លួននឹងមិនដោះស្រាយឡើយបើមិនយកផែនទីຂະຫນາດ1/50,000មកដោះស្រាយនោះទេព្រឹត្តិការណ៍ថ្មីនេះគឺធ្វើឲ្យប្រទេសអាល្លឺម៉ង់ហ្នឹងក៏ហក់ចូលទៅក្នុងការដោះស្រាយអំពីបញ្ហាចំនួននេះនៅក្នុងបញ្ហានេះមានមនុស្សជាច្រើនបានលើកឡើងថាតើអាល្លឺម៉ង់អាចមានឥទ្ធិពលខ្លាំងឬក៏អាចធ្វើឲ្យថៃនឹងស្ដាប់អាល្លឺម៉ង់ដែរឬទេហេតុអីបានជាអាល្លឺម៉ង់បានចូលខ្លួនដើម្បីដោះស្រាយអំពីបញ្ហាចំនួននេះអ្នកខ្លះថាมันអាចមានឥទ្ធិពលនៅក្នុងការដោះស្រាយអំពីបញ្ហាចំនួននេះទេពីព្រោះថាថៃបានតាំងចិត្តរួចទៅហើយអនុទានតាំងពីមកពីប្រទេសបារាំងវិញថាបើសិនជាគ្មានការជ្រើសរើសយកផែនទី1/50,000ដែលគូសឡើងដោយភាគីថៃទៅដោះស្រាយទេថៃមិនអាចដោះស្រាយបានទេមានន័យថាបើប្រទេសណាស្នើឲ្យខាងភាគីថៃនឹងយកផែនទី1/200,000ដែលជាផែនទីអន្តរជាតិដែលប្រទេសថៃឬក៏ប្រទេសសៀមបានធ្វើការចុះហត្ថលេខាព្រមព្រៀងគ្នាជាមួយនឹងអាណាព្យាបាលបារាំងនោះមានន័យថាថៃទុកថាប្រទេសនោះគឺនៅខាងភាគីកម្ពុជានេះគឺជាសារមួយនៃការបង្ហាញអំពីភាពអវិជ្ជមានរបស់ខាងភាគីថៃទៅហើយដូច្នេះសំណួរចោទសួរថាតើអាល្លឺម៉ង់មានវិធីយុទ្ធសាស្ត្រឬក៏សេណារីយ៉ូឬក៏ឥទ្ធិពលអ្វីដែលអាចធ្វើឲ្យលោកអនុទានឬក៏ឋានៈដឹកនាំរបស់ប្រទេសថៃយល់ព្រមនៅក្នុងការទទួលយកការដោះស្រាយទៅតាមផែនទីអន្តរជាតិបាននោះនៅក្នុងចំណុចទាំងនេះមានអ្នកខ្លះក៏មានសុទិដ្ឋិនិយមថាអាល្លឺម៉ង់អាចនឹងដោះស្រាយបាននោះគឺដោយសារតែគេមើលឃើញថាប្រទេសអាល្លឺម៉ង់គឺជាប្រទេសធំមួយនៅក្នុងចំណោមបងធំមួយចំនួនដូចជាបារាំងដូចជាអង់គ្លេសផងដែរគឺមានឥទ្ធិពលផងដែរនៅក្នុងសហភាពអឺរ៉ុបនេះគឺជាចំណុចដែលសំខាន់មួយដែលគេមើលឃើញថាអាល្លឺម៉ង់អាចមានឥទ្ធិពលហើយមួយទៀតឥទ្ធិពលព្រះមហាក្សត្ររបស់ប្រទេសថៃបច្ចុប្បន្ននេះគឺជូឡាលង្កនឬក៏រាមាទី10នេះគឺមានការរស់នៅធំធាត់នៅប្រទេសអាល្លឺម៉ង់ផងដែរនេះគឺជាចំណុចមួយដែលអាចនឹងធ្វើការងាយនៅក្នុងការនិយាយគ្នាអញ្ចឹងហើយចំណុចទាំងអស់នេះគេអាចគិតថាប្រហែលជាបញ្ហានេះអាចដោះស្រាយបានដោយយោងទៅលើប្រទេសអាល្លឺម៉ង់ធ្លាប់ជាអ្នកចុងផ្ដើមជាអ្នកដែលក៏ឱកាសឬក៏ឲ្យព្រះមហាក្សត្ររបស់ប្រទេសថៃនេះបានសិក្សារៀនសូត្របានស្នាក់នៅធំធាត់ដឹងក្តីនៅទីនោះដូច្នេះយ៉ាងហោចណាស់ក៏អាចមានការនិយាយគ្នាបានហើយរឿងដែលធំសំខាន់មួយទៀតគឺរឿងដោះស្រាយចេញមិនមែនទៅលើលោកអនុទាននាយករដ្ឋមន្ត្រីនៃប្រទេសថៃនោះទេបើចង់ដោះស្រាយបញ្ហាព្រំដែនឬក៏ចំនួនអំពីបញ្ហាព្រំដែននេះបានត្រូវតែនិយាយជាមួយនឹងព្រះមហាក្សត្ររបស់ប្រទេសថៃព្រោះជា